ការពីល្ងាចថ្ងៃទី7 ខែឧសភាឆ្នាំ2026ក្នុងសន្និសីទសារព័ត៌មានត្រីភាគីកម្ពុជាថៃហ្វីលីពីនសម្ដេចធិបតីហ៊ុនម៉ាណែតបានប្រកាសសារនយោបាយធំចំនួន4 1មិនទទួលស្គាល់ការប្រើប្រាស់កម្លាំងបាយកម្ពុជាប្រកាសជាអឡារឹកនៅចំពោះមុខថៃនិងអាស៊ានថាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែនណាដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំងយោធានេះជាការបញ្ជាក់ថាព្រំដែនត្រូវតែដោះស្រាយតាមច្បាប់មិនមែនតាមអាវុធឡើយ 2. ការពង្រឹងយន្តការ AOT សម្ដេចធិបតីបានស្នើឲ្យបង្កើតតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ានដើម្បីមកជួយត្រួតពិនិត្យនិងធានាថាបទច្បាញ់និងកិច្ចព្រមព្រៀងនានារវាងកម្ពុជាថៃត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ 3. ជំរុញការបោះបង្គោលព្រំដែនគោក JBC កម្ពុជាទាមទារឲ្យថៃអនុវត្តតាមសេចក្តីថ្លែងការណ៍រួមថ្ងៃទី27 ខែធ្នូឆ្នាំ2025ដោយបន្តការងារស្ទង់មតិនិងបោះបង្គោលព្រំដែនតាមរយៈគណៈកម្មការចម្រុះ JBC ធ្វើឡើងស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់និងមិនត្រូវពន្យាពេលទៀតទេ 4. ការប្រើប្រាស់ច្បាប់អន្តរជាតិ UNCLOS បន្ទាប់ពីថៃបានដកខ្លួនចេញពី MOU 2001កម្ពុជាបានសម្រេចចិត្តប្រើប្រាស់យន្តការផ្សះផ្សាជាកាតព្វកិច្ចក្រមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS នេះជាការដើរតាមផ្លូវច្បាប់អន្តរជាតិដើម្បីស្វែងរកយុត្តិធម៌និងសន្តិភាពយូរអង្វែងសាររបស់សម្ដេចធិបតីគឺជាការបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាមានឆន្ទៈនិងចង់ដោះស្រាយជម្លោះដោយសន្តិវិធីប៉ុន្តែកម្ពុជានឹងមិនរាថយឡើយក្នុងការការពារបូរណភាពទឹកដីដោយផ្អែកលើច្បាប់អន្តរជាតិជាមូលដ្ឋាន